ជំរាបសួរបាទថ្នាក់ភាសាបារាំងទៀតសោតគឺសូមអធិស្ឋានចំពោះអ្នកតាមដានប្រសិនបើមានការតាមដានទៅមានការបង្រៀនយឺតយ៉ាវសូមអធិស្ឋានផងគោលការណ៍ដែលសំខាន់បំផុតនេះគឺបង្រៀនតែកូនក្មេងទូចៗអាយុ6 7ឆ្នាំទេបាទអញ្ចឹងមេរៀនមានការយឺតយ៉ាវហើយក៏រំលឹកចុះរំលឹកឡើងដើម្បីឲ្យពួកគាត់មានការចងចាំឡើងវិញហើយប្រសិនបើយើងរៀនលឿនទៅមុខពួកគាត់ប្រហែលជាចាំបានទេទី1ផ្នែកអក្សរសាស្ត្រពួកគាត់អត់ទាន់ចេះគ្រប់គ្រាន់មិនថាភាសាខ្មែរមិនថាភាសាបរទេសពាក់ព័ន្ធទៅលើវិជ្ជាករក្តីពាក់ព័ន្ធទៅពាក្យពេចន៍ក្តីពាក់ព័ន្ធទៅហៅថាពាក្យអាស័ព្ទក្តីគឺពួកគាត់ចេះស្រាលអញ្ចឹងយើងមិនបានបង្រៀនឲ្យលឿនទៅមុខទេគឺរៀនចុះរៀនឡើងរួមទាំងបូកផ្សំទាំងភាសាបារាំងភាសាខ្មែរឬក៏ភាសាអង់គ្លេសរួមគ្នាអញ្ចឹងបញ្យល់គាត់មួយទៅតាមវ័យរបស់ពួកគាត់អញ្ចឹងសូមអធិស្ឋានចំពោះអ្នកដែលតាមដានបាទសូមអរគុណជម្រាបលាបាទ